ជរិបសួរអំពូមីងតគ្នាតថ្ងៃនេះខ្ញុំនឹងមក review ដំណាំក្រូចតែដែលទៅតែភ្លៀងស្រិចអញ្ចឹងថាវារីកលូតលាស់អត់ត្រឹមណាយណាបងប្អូនទាំងអស់គ្នាឥឡូវធ្វើដំណើរទៅមើលចេកទាំងអស់គ្នាទៅអូយបានក្តឹបទូយតាឥឡូវបន្ទាប់ពីមើលចេកហើយចូលមើលចកាតែម្ដងណាបងប្អូនដល់គ្នានេះដើមល្មុតទុំតំណាំហ្នឹងប៉ុន្តែនេះជាមួយខ្ញុំសុំឲ្យមើលវាដោះឆ្លាស់ហើយវាលូតលាស់ល្អមែនតើជាមួយនឹងដីរបស់យើងដាំទៅអ្នកគ្នាអើយទេសភាពក្រោយផ្ទះប៉ុណ្ណឹងឯងមានអីច្រើនទេអ្នកស្រុកស្រែមានតែប៉ុណ្ណឹងរស់មានក្តីសុខទៅហើយតែមើលទ្រាប់អានេះខ្ញុំមក review ខាងក្រោយផ្ទះខ្ញុំឲ្យមើលទ្រាប់បាទនោះវិញនេះដើមកទួតក៏ល្អដែរទៀតប្រហែលជាមួយឆ្នាំ2ឆ្នាំអីទៀតចេញជាផ្លែជាអីបានញ៉ាំព្រាតតែម្ដងល្មុតមានពីរដើមដែរនេះដើមល្មុតដែរនេះដើមល្មុតដែរចាំមើលប្រហែលជា2 3ឆ្នាំទៀតដល់ចេញផ្លែមកញ៉ាំមកអស់លក់បានលុយទៀតចឹងហើយឥឡូវមានច្រើនណាស់ខាងនោះស្អំឥឡូវទៅមើលស្អំទាំងអស់គ្នានេះស្អំអូយមើលអត់សូវឃើញទេវារៀងរងរត់ខ្ញុំមកពេលល្ងាចហើយឥឡូវខ្ញុំបង្ហាញកាមេរ៉ាខាងក្រោយឲ្យបងប្អូនមើលតែម្ដងនេះស្អំយើងមាន4 10ដើមដែរអ្នកទាំងអស់គ្នាដាំតែគ្រាន់បានញ៉ាំដែរហើយដើមដូងរបស់យើងក៏មានដែរដើមដូងនេះទៅតែដាំទេប៉ុន្តែចង់និយាយថាដីវាទៅតែចាក់ដល់ពេលចាក់អញ្ចឹងទៅស្រាប់តែដាក់ភ្លាមលូតលាស់ភ្លាមតែម្ដងខាងក្រោយទៀតនោះគឺវាស្រែគេអានេះដីចកាក្រោយផ្ទះខ្ញុំខាងក្រោយនោះវាស្រែគេគឺថាខៀវស្ងាត់តែម្ដងដល់ទៅមើលតែម្ដងណារដូវហ្នឹងគឺថាស្អាតនេះណាអូយ view ញាក់សាច់តែម្ដងណាបងប្អូនអ៊ីស្អាតណាស់ view គេថាពេលល្ងាចមួយស្អាតអាស្រែនេះល្អទៀតនេះស្រែគេមិនមែនស្រែរបស់ខ្ញុំទេអូរៀងកង់ប្លឺអ្នកគ្នាអើយហើយអញ្ចឹងទៅយើងក៏មានរឹងនៅខាងក្រោយដើម្បីពេលថ្ងៃអីក្តៅពេកមកនៅផ្ទះក្តៅពេកយកមកសម្រាប់នៅខាងក្រោយមកក្រោមដើមស្វាយម្លប់មើលទេសភាពស្រែគេទេសភាពវាស្រែវាស្រូវនិយាយពីថាអ្នកក្រុងសំខ្មាស់តែម្ដងជីវិតប៉ុណ្ណឹងគឺថាលយហើយណាអ្នកទាំងគ្នាមានតំណាំមានអីហុំបាននេះវិញដើមខ្នោបងប្អូនក៏ទៅដាំដែរដើមខ្នោហ្នឹងមានប្រហែលជាពីរដើមដែរព្រោះយើងមានដីយើងចេះតែកាប់ដើមទៅណាព្រោះដីទុកចោលដែរអញ្ចឹងដាំទៅដើមខ្នោនេះវាខ្ពស់ប៉ុន្តែអត់ចេញផ្លែប៉ុន្តែអាកន្លែងនោះវិញវាមានផ្លែនោះវាទៅតែចេញផ្លែដែរទេនេះដើមខ្នោរបស់យើងវាមានផ្លែនឹងវាទៅចេញបានប៉ុណ្ណឹងបងប្អូនទាំងគ្នាមានផ្លែហើយនេះយើងបន្ទាប់ពីសោដីមកដាំទ្រាប់បន្តិចតួចទៀតដើម្បីបានលក់ចុចប្រហុកចុចអីចឹងទៅហើយនេះដើមស្វាយដែរដាំវាទៅឃើញពុជវាល្អអូអ្នកនរគ្នាអូយអានេះផ្លែ3ទៀតតែដូចអត់សូវល្អមកទេវាផ្លែដបងបងប្អូនផ្លែដបងអញ្ចឹងដូចអត់សូវល្អអូយមានមួយទៀតតានេះអូយមានតែប៉ុណ្្នឹងទេឥឡូវវីដេអូរបស់យើងមានតែប៉ុណ្្នឹងឯងបងប្អូន review ទេសភាពក្រោយផ្ទះជាមួយនឹងមេឃភ្លៀងរលឹមតិចនេះហើយបើពីងនេះវិញអត់បានបូមទឹកដាក់ទេលវពេកអត់បានបូមដាក់ហើយជុំវិញពីហ្នឹងយើងមានហៅថា flek ម្រះព្រៅបានឆាក្តៅជាមួយសាច់មាន់អីតំណងណា